រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលបំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរករណីលេងល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណីរួមមានបៀអាប៉ោងជលមាន់កន្ទុយលេខនិងល្បែងស៊ីសងបែបទំនើបផ្សេងទៀតតាមមធ្យោបាយអនឡាញដូចជាឆ្នោតឡូតូភ្នាល់បាល់និងល្បែងហ្គេមតាមទូរស័ព្ទដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើមនៅតែជាប្រធានបទដែលឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋបន្ថែមលើការអនុវត្តទូនាទីភារកិច្ចរបស់អាជ្ញាធរនិងកងកម្លាំងតាមមូលដ្ឋានក្នុងពិធីប្រកាសរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំកាលពីថ្ងៃទី29ខែមិថុនាឆ្នាំ2025លោកឧបនាយករដ្ឋមន្ត្រីសសុខាបានណែនាំចំទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកបាភ្នំរាល់ពេលចុះជួបសំណេះសំណាលឬកម្មវិធីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋតែត្រូវខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាននិងឈានទៅបង្ក្រាបឲ្យបានលឿនរហ័សនិងប្រកបដោយប្រសិទ្ធភាពបើតាមប្រមុខក្រសួងមហាផ្ទៃប្រជាពលរដ្ឋក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចដើម្បីចូលអន្តរាគមន៍និងក៏មានផ្សព្វផ្សាយឬផ្ញើព័ត៌មាននោះទៅកាន់ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលក្រុមប្រឹក្សាស្រុកអធិការដ្ឋាននគរបាលក្រុងស្រុកឬផ្ញើទៅកាន់ Page Facebook ផ្លូវការរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធរួមទាំង Facebook ផ្ទាល់របស់ឯកឧត្តមស្នងការឬរដ្ឋបាលខេត្តរួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិជាដើមប្រសិនបើមានករណីឆក់ល្វែងឬការមិនយកចិត្តទុកដាក់គ្រប់គ្រាន់ណាមួយពីអាជ្ញាធរមូលដ្ឋានគួររំលឹកថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាបបូករួមទាំងល្បែងអនឡាញនិងល្បែងផ្សងសំណាងនិងការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋានដោយសម្ដេចបានចាត់ទុកថាបញ្ហាទាំងអស់នេះសុទ្ធសឹងតែជាប្រភពនាំឲ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមព្រមទាំងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាលបន្ថែមលើផលប៉ះពាល់ដោយផ្ទាល់ចំពោះជនប្រព្រឹត្តក្រុមគ្រួសារនិងសង្គមក្នុងមូលដ្ឋាន